បាទជំរាបសួរសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះគឺខ្ញុំធ្វើវីដេអូបរៀនបងប្អូនទាំងគ្នាពីរបៀបបង្កើតវីសាកាតនៅក្នុង AC Data នេះដែលបងប្អូនឆាតមកខ្ញុំហើយអត់ចេះបង្កើតវីសាកាតអត់ដឹងបង្កើតមិនហើយអត់ស្គាល់ទាំងវីសាកាតនឹងអីគេទៀតអញ្ចឹងវីសាកាតនឹងគឺជាកាតនិមិត្តកាតអន្តរសម្រាប់យើងទូទាត់លុយទៅក្រៅប្រទេសដែលយើងប្រើប្រាស់វីសាកាតណាបងប្អូនអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបរៀនបងប្អូនក្នុងការបង្កើតវាអញ្ចឹងជាដំបូងបងប្អូនទៅចូល app AC នឹងមកហើយបន្ទាប់មកបងប្អូនចូលអាកន្លែងនេះកន្លែងលុយរបស់យើងនេះអូខេអញ្ចឹងខ្ញុំសូមវាយលេខកូដចូលបន្តិចអូខេអញ្ចឹងបងប្អូនតើតើនឹងការបង្កើតវីសាកាតបងប្អូនត្រូវមានលុយយ៉ាងតិច$2ក្នុងការបង្កើតវីសាកាតបង្កើតបានអញ្ចឹងបើមានក្រុមហ្នឹងគឺអត់បង្កើតបានទេព្រោះវីសាកាតវាត្រូវការលុយដែរតែលុយហ្នឹងគឺវាអត់យកទៅណាទេវាឲ្យយើងវិញទេវាផ្ញើយើងវិញទេវាបានយកទៅចាយអីកាត់ពីយើងហើយអត់ឲ្យវិញទេគឺកាត់ពីយើងរួចវាផ្ញើយើងវិញភ្លាមអូខេអញ្ចឹងបន្ទាប់មកបងប្អូនចុចមកឃើញចេះវាđangវិលដោយសារតែវា slow បងប្អូនវាđang slow ទៅវាដើរវិលហើយបន្ទាប់មកវាចេញត្រង់បែបនេះបងប្អូនថ្មីគឺចេញត្រង់បែបនេះបងប្អូនចុចបូកវាមកហើយរើខាងក្រោមនេះដាក់ថាបាននិមិត្តបើ plastic យើងទៅកន្លែងក្រុមហ៊ុនគេបង្កើតឲ្យតែបើការនិមិត្តគឺយើងអត់បាច់ទៅក្រុមហ៊ុននេះយើងអាចបង្កើតខ្លួនឯងបានហើយនេះគឺជាទឹកលុយរបស់យើងអានេះគឺជា Gmail របស់យើងអញ្ចឹងខ្ញុំសុំទៅការដាក់ Gmail របស់ខ្ញុំចូលសិនអូខេបន្ទាប់ពីយើងដាក់ដាច់ Wi-Fi ទៀតអូខេបន្ទាប់ពីយើងដាក់ហើយយើងដាក់ Gmail យើងចូលហើយបន្ទាប់មកយើងដាក់ទំហំទឹកលុយសម្រាប់ខ្ញុំប្រើតែ$2ទេអត់ហ៊ានដាក់ច្រើនទេទឹកប្រាក់ប្រចាំថ្ងៃគឺខ្ញុំប្រើតែ$2-3ទេអញ្ចឹងខ្ញុំដាក់$2នេះបន្ទាប់មកយើងទៀងទាត់វាអស់ហើយយើងចុចវាថាបង្កើតបានអញ្ចឹងយើងរុំចាំវាបន្តិចទៅដើម្បីឲ្យវាដំណើរការអូខេអញ្ចឹងនេះមិញវាដាក់ទៅវារឿង slow នេះបងប្អូននេះគឺនៅពេលដែលបង្កើតរួចគឺវាចេញបែបនេះហើយយើងចុចកន្លែងពាក្យនេះមើលបានមកអូខេឥឡូវបានយើងគឺជោគជ័យហើយយើងមកធ្វើការមើលកន្លែងទឹកលុយរបស់យើងតើវាកាត់អត់អញ្ចឹងលុយគឺវាបានកាត់ទេបងប្អូនតែយើងត្រូវតែសគួរសិនជាអត់មានគឺវាអត់ឲ្យបង្កើតទេតែតែមានលុយបានវាឲ្យបង្កើតអញ្ចឹងចូលមើលមកមើលវីសាកាតរបស់យើងអូខេចុចនេះចុចកន្លែងបាននេះគឺវីសាកាតយើងបានបង្កើតរួចរាល់ហើយអញ្ចឹងអរគុណច្រើនបងប្អូនគឺវីដេអូមានប៉ុណ្ណឹងឯងបងប្អូនអាចទៅសាកបង្កើតបានហើយនៅក្នុងឆ្នាំ2025នេះគឺយើងអាចបង្កើតវីសាកាតបានច្រើនក្រុមហ៊ុនធនាគារគេបើឲ្យយើងបង្កើតបានច្រើនអញ្ចឹងយើងបង្កើតវាទុកឲ្យទៅថ្ងៃណាមួយញាតិក្រុមហ៊ុនគេបិទកុំឲ្យអត់មានអីប្រើបងប្អូនអញ្ចឹងបាយបងប្អូនវីដេអូគឺអស់ហើយមានតែប៉ុណ្ណឹងបើពេញចិត្តកុំភ្លេចចុច Subscribe Channel របស់ខ្ញុំអ្នកមួយផងបងប្អូនអរគុណទុកជាមុនបាយ